របៀបធ្វើបបរលតបែបកាត់ហើយមានរសជាតិឆ្ងាញ់តែមួយផ្លែតបានញ៉ាំហើយដោយសារយើងអត់ពិបាករំងាស់ឆ្អឹងស៊ុបអីទាំងអស់វិធីធ្វើដំបូងខ្ញុំដាំទឹកមួយឆ្នាំងចំនួន3លីត្រហើយដាក់ខ្ទឹមបារាំង1មើមការ៉ុត1មើមដែរយើងកាត់ជាកង់តូចៗល្មមហើយខ្ទឹមសខ្ទឹមក្រហមនិងគល់ជីវ៉ាន់ស៊ុយរួមជាមួយនឹងបង្គាក្រៀមឬក៏មឹកក្រៀមតាមដែលបងប្អូនមានឥឡូវយើងងាកមកលាយគ្រឿងសាច់ជ្រូកចិញ្ច្រាំរបស់យើងវិញម្ដងខ្ញុំមានសាច់ជ្រូកចិញ្ច្រាំហ្នឹង3ខាំកន្លះខ្ញុំដាក់អំបិលមួយចឹបស្ករមួយចឹបទឹកត្រី1ស្លាបព្រាបាយប្រេងឆា1ស្លាបព្រាបាយម្រេចយើងដាក់តាមចំណង់ចំណូលចិត្តហើយខ្ទឹមសនិងខ្ទឹមក្រហមដាក់បន្តិចដែរមករួចហើយយើងកូរចូលគ្នាឲ្យសព្វឥឡូវងាកទៅមើលឆ្នាំងទឹកស៊ុបហ្នឹងឃើញថាវាពុះហើយគ្រឿងក៏ចេញជាតិបានល្អដែរអញ្ចឹងយើងដាក់សាច់ជ្រូកដែលយើងបានលាយគ្រឿងហ្នឹងចូលម្ដងរួចហើយដាក់គ្រឿងផ្សំរសជាតិមានអំបិលកន្លះស្លាបព្រាបាយម្សៅស៊ុបមាន់1ស្លាបព្រាកាហ្វេស្ករជិត1ស្លាបព្រាបាយហើយទឹកត្រី2ស្លាបព្រាបាយដាក់គ្រឿងប៉ុណ្ណឹងហើយយើងអាចភ្លក់មើលសិនបើសិនជាស្ទើរអីខ្វះអីយើងអាចថែមថយទៅតាមនឹងបានបន្ទាប់មកយើងដាក់លតចូលតែម្ដងតែខ្ញុំអត់មានលតទេមានតែឧដុង្គប្រើចំនួនលតហ្នឹងពេលយើងដាក់ចូលហើយតែមួយផ្លែតឆ្អិនហើយបងប្អូនពេលដែលយើងកូរពេលដែលវាដែតឡើងមកគឺបានហើយយើងអាចញ៉ាំបានហើយចុងក្រោយដើម្បីឲ្យស៊ុបយើងកាន់តែមានក្លិនឈ្ងុយរសជាតិឆ្ងាញ់យើងថែមគល់ខ្ទឹមហើយខ្ទឹមបំពងតិចមកគឺរសជាតិស្រេច